បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាបានថ្ងៃនេះយើងមកបញ្ចេញក៏បង្ហាញក្បាច់បច្ចេកទេសនៃការធ្វើធុងឲ្យត្រូវជាមួយនឹងស្តង់ដារនៃសំឡេងបាទនេះគឺលោកព្រឹទ្ធាចារ្យយើងគឺកំពុងតែសស្រាំជាមួយនឹងការធ្វើការងារនៃការបច្ចេកទេសធុងប៉ុណ្ណឹងបាទគឺឃើញរូបរាងបដាហើយឃើញថាកលុកកលៈនេះគឺអត់អាចលំរងបានទេបងប្អូនណានេះយើងខ្វៀលប្រអប់អំភ្លីក្រោយណានេះឡោទៅផ្លាច់ឥឡូវត្រូវហើយតោះមកមើលធុងគឺចេញរូបរាងបែបនេះហើយបាទបងប្អូនអាចមើលបានអានេះគឺជាຂະຫນាតធុង5ទឹកណាបងប្អូនជម្រៅ70តតឹង75កម្ពស់53បាទកម្រាស់ធុង53អញ្ចឹងបងប្អូនអាចមើលបាននេះគឺធុងប៉ុណ្្នឹងគឺចេញរូបរាងប្រាប់បាទឥឡូវធុងយើងក៏ឈានមកដល់វគ្គចាប់ខ្ចៅហើយបាទចាប់ខ្ចៅអំភ្លីខាងក្រោយដើម្បីតេស្តសំឡេងហើយការចាប់ហ្នឹងក៏មិនមែនចេះតែចាប់ដែរចាប់អត់គ្រប់រុនខ្សែនេះគឺសល់ហើយឥឡូវតោះយើងតេស្តសំឡេងទាំងអស់គ្នាមិនឆ្លើយសំអាតក៏យើងមិនថ្លៃពូជេពីលោក